រឿងពោះមានអំនួតនៅក្នុងព្រៃក្រាស់មួយមានសត្វជាច្រើនរស់នៅជាពិសេសគឺសត្វពស់មានពឹសនេះឯងកាលនោះមានពស់មួយក្បាលតែងគិតថាខ្លួនគឺជាអ្នកខ្លាំងជាងគេនៅក្នុងព្រៃនេះមានទាំងអំណាចអាចចាប់សត្វមកធ្វើជាអាហារបានទាំងអស់ទោះបីជាសត្វប្រភេទណាក៏ដោយកាលនៅតូចពេលដែលទើបតែនឹងញាស់ចេញពីពងមកវាបានស៊ីពពួកសត្វល្អិតស្ទើរតែគ្រប់ប្រភេទលុះពេលធំបានបន្តិចវាក៏ចាប់សត្វតូចតូចទោះជាប្រភេទណាក៏គេចមិនផុតពីចំណីរបស់វាដែរលុះពេលធំឡើងបន្តិចទៀតវាក៏អាចចាប់សត្វដែលធំជាងខ្លួនឯងយកមកស៊ីបានរហូតដល់ធុញទ្រាន់នឹងសត្វទាំងនោះទើបវានឹកឃើញចង់ស៊ីពពួកសត្វស្លាបវិញម្ដងដោយផ្ដើមពីកូនសត្វនៅក្នុងសម្បុករហូតដល់សត្វស្លាបធំធំដែលវាទៅពួនសំងំលើដើមឈើរងចាំឲ្យសត្វទាំងនោះមកក្បែរខ្លួនហើយក៏ហក់ទៅគ្រវាសចាប់យកមករួតសម្លាប់តែម្ដងចៅពញាពស់អាចចាប់សត្វបានជាច្រើនប្រភេទរហូតដល់ចាប់ផ្ដើមមានអំនួតជាខ្លាំងហើយគិតថាសត្វណាក៏ខ្លួនអាចចាប់បានទាំងអស់មានថ្ងៃមួយវានឹកចង់ស៊ីសាច់ព្រាបទើបវាឡើងទៅពួនសំងំលើចុងឈើខ្ពស់មួយដើមពេលមានព្រាបមួយហើរមកជិតវាក៏ហក់ទៅចាប់ព្រាបបំរុងនឹងក្តោបរឹតឲ្យងាប់ប៉ុន្តែសំណាងល្អព្រាបនោះខំរើបំរាស់រួចខ្លួនទាំងប្រផុតប្រផើយពស់មិនព្រមចុះចាញ់ទេវានៅតែខំដេញតាមចាប់សត្វព្រាបនោះតទៅទៀតរហូតភ្លេចគិតអនិច្ចាពីខ្លួនឯងដែលថាថ្វីបើខ្លួនពូកែវាបានលឿនហែលទឹកបានរហ័សក៏ប៉ុន្តែខ្លួនពុំមានស្លាបសម្រាប់ហោះហើរបានដោយព្រាបនោះឡើយពេលព្រាបហើរឡើងទៅលើមេឃពស់ក៏ហក់ទៅតាមហើយអស់ខ្យល់ធ្លាក់ពីលើចុងឈើមកដល់ដីបាក់ឆ្អឹងខ្ទេចខ្ទាំខ្សែសង្ខារคล้ายជាអាហាររបស់សត្វដទៃវិញទៅបាទនៅក្នុងរឿងនេះដែរអត្ថន័យសំខាន់គឺចង់បញ្ជាក់ថាអំនួតថាខ្លួនខ្លាំងពូកែនាំឲ្យភ្លេចប្រមាលមើលពីខ្លួនឯងប្រមាលមើលខ្លួនមិនត្រូវនាំឲ្យដើរយឺតឬក៏ធ្លាក់ជ្រុះ